បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលខ្ញុំធ្វើម្ហូបប៊ូហ្វេបងប្អូនពូមីងទាំងអស់គ្នាបាទមិនបានម្ហូបធម្មតាផ្សេងអាម្ហូបប៊ូហ្វេផ្សេងបងប្អូនពូមីងទាំងអស់គ្នាបាទសម្រាប់ពុកម៉ែបងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe Channel YouTube ខ្ញុំជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងបាទហើយនឹងជួយ share ម្នាក់មួយផងបងប្អូនដើម្បីបានកន្លឹះមួយនេះបានទៅដល់បងប្អូនថ្មីដែលគាត់មិនទាន់ចេះចែកជូនដល់បងប្អូនទាំងអស់គ្នាចេះទាំងអស់គ្នាបងប្អូនពូមីងទាំងអស់គ្នាបាទជាដំបូងយើងចាប់ផ្ដើមប្រឡាក់សាច់ឆ្អឹងជំនីយើងឆ្អឹងជំនីអាំងអំបិលម្ទេសបន្ទាប់មកគឺយើងចាប់ផ្ដើមស្ងោរត្រប់របស់យើងបងប្អូនពូមីងបាទបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមប្រឡាក់សាច់មាន់ដើម្បីបំពងបងប្អូនយ៉ាងម៉េចបានជាខ្ញុំថាម្ហូបប៊ូហ្វេគឺគេធ្វើផ្សេងម្ហូបធ្វើដាក់តុកមកគ្រប់ផ្សេងបងប្អូនពូមីងទាំងអស់គ្នាណាម្ហូបប៊ូហ្វេយើងគឺជាចុងភៅយើងត្រូវការឆ្លាតបងប្អូនពូមីងទាំងអស់គ្នាឆ្លាតយ៉ាងម៉េចយើងមើលមុខម្ហូបណាដែលទំនងឆ្ងាញ់ជាងគេយើងធ្វើឲ្យច្រើនជាងគេបងប្អូនពូមីងទាំងអស់គ្នាបើសិនជាយើងធ្វើមកគ្រប់ដូចដាក់ចានបងប្អូនពូមីងណាមួយចានគឺអត់កើតទេម្ហូបហ្នឹងច្បាស់ជាហូបអត់គ្រប់បងប្អូនពូមីងច្បាស់ជាធ្វើថែមឲ្យអាម្ហូបដែលឆ្ងាញ់ហ្នឹងដូចជាឆ្អឹងជំនីអាំងអំបិលម្ទេសដូចជាឆាគ្រឿងនិងបាយឆាយើងត្រូវការធ្វើឲ្យច្រើនបងប្អូនពូមីងបើសម្លនេះគឺខ្ញុំធ្វើលើសបន្តិចទេបងប្អូនខ្ញុំធ្វើសឹងតែយកតែមកគ្រប់ណាបងប្អូនពូមីងគឺធ្វើអត់លើសទេបងប្អូនពូមីងទាំងអស់គ្នាបើសិនជាធ្វើច្រើនគឺដឹងតែសល់ហើយបងប្អូនពូមីងដោយសារតែសម្លគឺមិនសូវមានភ្ញៀវហូបទេប៊ូហ្វេភាគច្រើននោះបងប្អូនពូមីងទាំងអស់គ្នាភាគច្រើនភ្ញៀវអាហារប៊ូហ្វេតែណាឆ្ងាញ់គេយកតែមួយមុខនឹងបងប្អូននេះយើងធ្វើការស្លបុកបងប្អូនពូមីងទាំងអស់គ្នាណាបាទយើងស្លបុកឯងគឺងាយស្រួលទេបងប្អូនដូចសម្លប្រហើដូចសម្លអីយើងធម្មតាសឡក់អីធម្មតាអញ្ចឹងបងប្អូនពូមីងគ្រាន់តែយើងយកត្រប់យកទៅស្ងោរវាដើម្បីឲ្យវាអស់ជាតិជ័រពេលដែលយើងស្លទៅទឹកសម្លយើងវាអត់ខ្មៅបងប្អូនណាហើយញ៉ាំបងប្អូនពូមីងទាំងអស់គ្នាបាទភាគច្រើនប៊ូហ្វេញ៉ាំគឺអត់សូវមានភ្ញៀវហូបទេបងប្អូនពូមីងទាំងអស់គ្នាអញ្ចឹងហើយខ្ញុំធ្វើយកតែមកគ្រប់ទេបងប្អូនពូមីងទាំងអស់គ្នាបាទញ៉ាំគ្រឿងសមុទ្របងប្អូនណាបាទយើងស្រោះមឹកស្រោះបកាយើងដើម្បីដាក់ត្រាំទឹកកកមកកុំឲ្យវាអន់សាច់បងប្អូនពូមីងបើសិនជាយើងស្រោះហើយដួសដាក់ទុកតាំងក្តៅហ្នឹងបកាមឹកយើងហ្នឹងផុយដូចបកាមឹកបាក់សាច់អញ្ចឹងបងប្អូនពូមីងណានេះយើងសម្លបុកនេះសាច់គោបងប្អូនពូមីងទាំងអស់គ្នាបាទខ្ញុំស្លនេះគឺសាច់គោចំនួន3គីឡូណាបងប្អូនពូមីងទាំងអស់គ្នាបាទអ្នកត្រប់យើងកិនអំមិញបងប្អូនពូមីងយើងដាក់ដំណើរគ្នាអញ្ចឹងទៅរងាស់ចូលគ្នាទៅដោយសារតែស្លបុកនេះគឺយើងអត់មានចាំនេះទេបងប្អូនពូមីងទាំងអស់គ្នាចាំដល់សាច់ផុយទេដោយសារសាច់យើងកិនបងប្អូននេះវិញគឺឆ្អឹងជំនីអាំងអំបិលម្ទេសរបស់យើងគឺទំនងឆ្ងាញ់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងហើយយើងត្រូវការធ្វើច្រើនជាងគេបងប្អូនពូមីងណាបើសិនជាធ្វើតិចធម្មតាដាក់យកតែមកគ្រប់ចានគឺដឹងតែភ្ញៀវទីរោទៀតហើយបងប្អូនពូមីងទាំងអស់គ្នាឆ្អឹងជំនីនេះគឺប្រឡាក់5គីឡូណាបងប្អូនពូមីងទាំងអស់គ្នាភ្ញៀវតែ50នាក់ទេបាទអញ្ចឹងហើយ50នាក់ក្នុងម្នាក់បានមួយខាំហើយបងប្អូនពូមីងទាំងអស់គ្នាម្នាក់មួយខាំគឺស្មើនឹងម្នាក់2ទៅ3ដុំហើយបងប្អូនពូមីងទាំងអស់គ្នាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមចាក់ប្រេងលីងម្ទេសខ្ទឹមម្ទេសក្លុករបស់យើងដើម្បីឆាគ្រឿងសាច់មាន់បងប្អូនពូមីងនឹងភ្ញៀវគេកំណត់ម៉ោង9គឺត្រូវឲ្យម្ហូបឆ្អិនទាំងអស់បងប្អូនពូមីងទាំងអស់គ្នាបាទឥឡូវយើងធ្វើការវីម្ទេសមកយើងដាក់គ្រឿងរបស់យើងគ្រឿងបុកបងប្អូនពូមីងទាំងអស់គ្នាដាក់មកល្មមកុំដាក់ច្រើនពេកបងប្អូនគ្រឿងបុកណាឆាគ្រឿងកាលណាដាក់គ្រឿងខ្លាំងពេកទៅមើលឃើញសិតតែគ្រឿងបងប្អូនពូមីងទាំងអស់គ្នាបាទឥឡូវយើងចាប់ផ្ដើមដាក់បន្លែរបស់យើងមានសណ្តែកគួរមានម្ទេសហាវ៉ៃមានខ្ទឹមបារាំងអីការ៉ុតអញ្ចឹងមកបងប្អូនទាំងអស់គ្នាបាទដាក់ហើយយើងលីងជាមួយនឹងបន្លែយើងហើយយើងចាប់ផ្ដើមដាក់សណ្តែកដីយើងមកយើងដាក់សាច់ចូលមកបងប្អូនអានេះបើសិនជាយើងដាក់ស្ករដាក់ប៊ីចេងធម្មតាត្រូវដាក់ស្ករប៊ីចេងណាបងប្អូនពូមីងទាំងអស់គ្នាតែខ្ញុំប្រើជាមួយនឹងរូបមន្តទឹកសុសឆាប្រៃផ្អែមសម្រាប់ពុកម៉ែបងប្អូនចង់បានរូបមន្តទឹកសុសឆាប្រៃផ្អែមគឺអាចតាក់ទងមកខ្ញុំបានបងប្អូនណាគឺយើងអាចធ្វើជាមួយនឹងមុខម្ហូបបានរាប់រយមុខឯណោះបងប្អូនពូមីងនេះយើងដាក់អានេះខ្ញុំឆាគ្រឿងគឺខ្ញុំយកលើសតាមប្រហែលជាមួយចាន2ចានទេបងប្អូនពូមីងទាំងអស់គ្នាបាទក្នុងមួយចានដាក់6ខាំបងប្អូនពូមីងទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើប្រហែលជា7ចានទេបងប្អូនណា
បាទអញ្ចឹងហើយយើងគុណមកបងប្អូនពូមីងទឹកសុះក្នុងមួយចានដាក់2វែកបងប្អូនអញ្ចឹងវាស្មើនឹង14វែកបងប្អូនពូមីងទាំងអស់គ្នាបាទយើងឆាគ្រឿងឆ្អិនមួយមុខហើយបងប្អូនពូមីងបន្ទាប់មកទៀតនេះគឺយើងចាប់ផ្ដើមធ្វើបាយឆាបងប្អូនបាទបាយឆាថ្ងៃនេះគឺដាំទៅវារៀងជ្រាយបន្តិចបងប្អូនពូមីងណាបាទអញ្ចឹងហើយខ្ញុំត្រូវការកូរពងទានឹងឲ្យវាឡើងឆ្អិនបន្តិចចាំខ្ញុំចាក់បាយចូលបងប្អូនពូមីងបើសិនជាកោដូចខ្ញុំធ្វើរាល់ដងគឺបាយនឹងអេចែបងប្អូនបាទបន្ទាប់មកគឺយើងដាក់អំបិលស៊ុបខ្នុរ4ស្លាបព្រាបាយដាក់ស្ករសប៊ីចេងបងប្អូនពូមីងបាទគឺខ្ញុំអត់មានប្រើអំបិលទេនេះស្ករសបងប្អូន4ស្លាបព្រាបាយបាទបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមដាក់ប៊ីចេង1ស្លាបព្រាបាយទេបងប្អូនពូមីងបាទយើងធ្វើការឆាហ្នឹងគឺយូរមែនតើនេះវិញញោមបងប្អូនឃើញញោមគ្រឿងសមុទ្រតែប៉ុណ្ណឹងបងប្អូនពូមីងខ្ញុំធ្វើយកតែមួយគ្រប់ទេបងប្អូនពូមីងណាបាទធ្វើយកតែមួយគ្រប់ទេប្រហែលជា5 6ចានតែប៉ុណ្ណឹងបើសិនជាយើងធ្វើច្រើនដូចឆ្អឹងជំនីដូចឆ្អឹងជំនីអាំងអំបិលម្ទេសដឹងតែសល់ហើយបងប្អូនហើយឆ្អឹងជំនីអាំងអំបិលម្ទេសនេះធ្វើឲ្យថែមទៀតបងប្អូនពូមីងទាំងអស់គ្នាណាថែមបំពងឆ្អឹងជំនីរ៉ូទីថែមទៀតបងប្អូនហើយយើងចាប់ផ្ដើមលាយញាំហើយដោយសារតែភ្ញៀវគេចាប់ផ្ដើមមកមួយឯណាបងប្អូនបាទតោះតែភ្ញៀវមកមួយអញ្ចឹងទើបយើងលាយយកតែម្ដងញាំនេះគឺលាយអត់មានដាក់ទឹកត្រីដាក់អីទេបងប្អូនលាយគ្រាន់តែច្បល់គ្រឿងផ្សំយើងដាក់ចូលគ្នាអញ្ចឹងទៅដាក់ក្នុងឆ្នាំងអាហារប៊ូហ្វេទៅបងប្អូនអ្នកដាក់ក្នុងឆ្នាំងអាហារប៊ូហ្វេអញ្ចឹងហើយយើងដាក់នំបញ្ចុកមកចំហៀងមកពេលដែលភ្ញៀវគាត់ចង់ហូបគឺគាត់ចាប់យកទៅគាត់ស្រូបទឹកត្រីខ្លួនឯងបងប្អូនពូមីងបើសិនជាយើងស្រូបទឹកត្រីឲ្យហើយគឺដឹងតែញាំនឹងដឹងតែចេញទឹកហើយបើសិនជាទុកយូរបងប្អូនពូមីងទាំងអស់គ្នាបងប្អូនធ្លាប់ញ៉ាំការញ៉ាំអីដឹងហើយបងប្អូនពូមីងណាមុខម្ហូបញាំហ្នឹងតតែចូលភ្ញៀវចូលទើបទៅធ្វើឲ្យភ្លាមតែម្ដងបងប្អូនពូមីងបាទហើយក៏សូមអធិស្ឋានផងបងប្អូនពូមីងមួយរយៈនេះគឺខ្ញុំអត់សូវបានធ្វើវីដេអូល្អទេពុកម៉ែបងប្អូនហើយដោយសារតែខ្ញុំរវល់ច្រើនពេកបងប្អូនបាទនេះយើងចាប់ផ្ដើមឆាបាយភ្ញៀវគាត់ចូលណាបងប្អូនពូមីងទាំងអស់គ្នាបាទឆាបាយសាច់ក្រកយើងគឺដាក់សាច់ក្រកដាក់សណ្តែកគួរធម្មតាអញ្ចឹងបងប្អូនការ៉ុតធម្មតាអញ្ចឹងមកច្បល់ឲ្យវាឆ្អិនការ៉ុតនិងសណ្តែកគួរបន្តិចយើងដាក់បាយចូលច្បល់ដួសដាក់ឲ្យភ្ញៀវហូបបានហើយបងប្អូនដោយសារតែសាច់ក្រកយើងចំហុយម្ដងហើយយើងដាក់នឹងជីវ៉ាន់ស៊ុយអញ្ចឹងមកនេះចាប់ផ្ដើមភ្ញៀវចូលយើងចាប់ផ្ដើមស្លបងប្អូនពូមីងទាំងអស់គ្នាយើងចាប់ផ្ដើមដាក់បន្លែខៀវដាក់ផ្សិតអញ្ចឹងមកអាហ្នឹងសម្រាប់សម្លបុកណាបងប្អូនសម្លបុកហ្នឹងគឺយើងស្លស្តៀងនឹងសម្លកកូរបងប្អូនពូមីងទាំងអស់គ្នាគ្រាន់តែសម្លបុកគឺយើងមិនអត់ដាក់អីគេអត់ដាក់លហុងអត់ដាក់អីបងប្អូនតែបើននងឬមកក៏លពៅគឺយើងដាក់បានតពាំងយើងដាក់បានបងប្អូនពូមីងណាខុសគ្នាតែប៉ុណ្ណឹងទេបាទហើយសម្លបុកសាច់គោនេះគឺឈ្ងុយមែនតែនឈ្ងុយឆ្ងាញ់ណាបងប្អូនពូមីងពេលដែលយើងយកសាច់គោយកទៅអាំងឲ្យក្រៀមហើយបន្លែយើងនេះមានផ្ទីមានស្លឹកព្រិចមានអីអញ្ចឹងមកបងប្អូនពូមីងទាំងអស់គ្នាបន្លែសិតតែបន្លែធម្មជាតិឆ្ងាញ់ណាស់បងប្អូនពូមីងហើយបាទសម្លបុកបើសិនជាបងប្អូនពូមីងទាំងអស់គ្នាចូលចិត្តហឹរទៀតណាគឺដាក់ឲ្យវាហឹរតិចទៀតអូឆ្ងាញ់មកអេមតែម្ដងបងប្អូននៅហត់នៅក្តៅយើងឆ្ងាញ់មែនទេបងប្អូនណាបាទនេះស្តៀងនឹងសម្លប្រងស្តៀងអីដែរបងប្អូនពូមីងគាត់ណាសម្លប្រងគេធ្វើយ៉ាងគោកបងប្អូនពូមីងទាំងអស់គ្នាគេស្លក្នុងពងអស័យស្លអីជនជាតិដើមភាគតិចតែអានេះក៏គេស្លក្នុងពងអស័យដែរតែខ្ញុំស្លច្រើនទៅស្លក្នុងពងអស័យមិនកើតពុកម៉ែបងប្អូនទាំងអស់គ្នាដល់ទៅស្លក្នុងឆ្នាំងអញ្ចឹងមិនកើតបាទហើយវីដេអូនេះគឺវាអាចនឹងរៀងវែងបន្តិចបងប្អូនពូមីងទាំងអស់គ្នាបាទហើយក៏សង្ឃឹមថាពូមីងបងប្អូនទាំងអស់គ្នានឹងជួយ share ឲ្យហ៊ាននៅជួយចុច share ម្នាក់មួយផងបងប្អូនណាដើម្បីលើកទឹកចិត្តហ៊ាននៅឲ្យធ្វើវីដេអូល្អចែកជូនពុកម៉ែបងប្អូនមុខម្ហូបប្លែកតទៅមុខទៀតបងប្អូនពូមីងបាទនេះយើងច្បល់ឲ្យតែឆ្អិនបន្លែខៀវយើងនឹងមកគឺជាការស្រេចហើយបងប្អូនយើងធ្វើការភ្លក់វាយករសជាតិប្រៃផ្អែមធម្មតាបងប្អូនណាអត់មានដាក់ម្ជូរដាក់អីទេបងប្អូនបាទសម្រាប់មុខម្ហូបសម្លបុកនេះដែរគឺខ្ញុំមានបង្ហាញជាច្រើនបងប្អូនពូមីងខ្ញុំច្រើនធ្វើច្រើនវីដេអូមែនតែនសម្រាប់សម្លបុកឯងបងប្អូនពូមីងបាទហើយយើងធ្វើការដួសទឹកសម្លយើងភ្លក់បន្តិចមកបងប្អូនឥឡូវនេះគឺវាស្ទើរគ្រឿងបងប្អូនពូមីងទាំងអស់គ្នាបាទស្ទើរប្រៃផ្អែមបងប្អូនទាំងអស់គ្នាអញ្ចឹងហើយយើងចាប់ផ្ដើមដាក់
អំបិលស៊ុបដាក់ស្ករអីថែមអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាស្លទៅវាអត់ឆ្ងាញ់យើងអត់ថែមគ្រឿងមិនបងប្អូនអាងទៅថតនៅក្នុងកាមេរ៉ាអាងថតផងវីដេអូអត់ដាក់ថែមគ្រឿងឲ្យឆ្ងាញ់មិនបងប្អូនដាក់អំបិលស៊ុប2ស្លាបព្រាទៀតបងប្អូនឃើញអត់បាញ់មិញបាទអញ្ចឹងហើយយើងធ្វើការមួយគឺត្រូវការធ្វើឲ្យឆ្ងាញ់បងប្អូនពូមីងគឺយើងត្រូវដឹងថាមុខម្ហូបនឹងមុខម្ហូបណាដែលឆ្ងាញ់ជាងគេយើងធ្វើឲ្យច្រើនទៅអានឹងសម្រាប់អាហារ buffet បងប្អូនពូមីងព្រោះអី buffet យើងអត់កំណត់ទេបងប្អូនពូមីងណាបាទគឺភ្ញៀវទាគឺយើងត្រូវទៅថែមឲ្យបងប្អូនពូមីងទាំងអស់គ្នាអត់ថែមឲ្យគេថាឲ្យបងប្អូនពូមីងណាបាទអញ្ចឹងហើយយើងមើលមុខម្ហូបណាទំនងហ្នឹងគឺយើងធ្វើឲ្យច្រើនទៅដូចតែចិត្តចុងភៅអញ្ចឹងចូលចិត្តហូបទៅសាច់បងប្អូនពូមីងទាំងអស់គ្នាអត់សាច់ហូបបាយអត់ឆ្ងាញ់ទេបាទឥឡូវនេះគឺជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសូមអធិស្ឋានរាល់ពាក្យពេចន៍និយាយខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអធិស្ឋានផងដោយសារតែពេលខ្លះទៅខ្ញុំក៏ខំប្រឹងនិយាយឲ្យវាក្បោះក្បាយឲ្យល្អអត់ខ្ចោះដែរតែខ្ញុំធ្វើអត់បានទេបងប្អូនពូមីងទាំងអស់គ្នាបាទដោយសារតែខ្ញុំអត់សូវពូកែវោហាអត់សូវប្រកែកនិយាយដូចគេទេនេះយើងចាប់ផ្ដើមដួសដាក់ក្នុងឆ្នាំងអាហារ buffet ដើម្បីលើកយកទៅឲ្យភ្ញៀវបងប្អូនពូមីងទាំងអស់គ្នាបាទភ្ញៀវគាត់ចាប់ផ្ដើមចូលហើយណាបងប្អូនបាទតោះតែភ្ញៀវចូលអញ្ចឹងទើបយើងដាក់បន្លែខៀវដាក់អីទៅនៅក្តៅអញ្ចឹងទៅបានឆ្ងាញ់បងប្អូនតិចហូបអត់កើតទេបាទអរគុណ